នេះគឺជាថ្ងៃទី1នៃការហាត់បណ្ដាល3សប្តាហ៍មុនការប្រកួតរបស់ខ្ញុំនិយាយទៅខ្ញុំត្រូវវាយនៅថ្ងៃទី22ខែក្រោយនេះគ្នាអញ្ចឹងទៅខ្ញុំមានពេល3សប្តាហ៍ក្នុងការហាត់ហើយថ្ងៃនេះដែរគឺខ្ញុំលេងស្រាលសិនទេព្រោះអីខានរៀងខានយូរអញ្ចឹងទៅយើងគ្រាន់កណ្ដាលសេចដុំលេងស្រាលយើងវាយមកល្មមសិនអ្នកគ្នាព្រោះអីអត់ហ៊ានទៅខ្លាំងយូរហ្មងទេព្រោះអីខ្លាចជឿខ្លួនហើយអីដែលខ្ញុំធ្វើខ្ញុំហាត់ឲ្យខ្លួនឯងអញ្ចឹងគឺខ្ញុំមកដល់ខ្ញុំកណ្ដាលសេចដុំបន្ទាប់មកទៀតខ្ញុំរំដៃហើយខ្ញុំវាយសាក់ខ្ញុំវាយមកទឹកតា5នាទីវាយតែ3ទឹកសិនឯនោះព្រោះអីយើងខានយូរពេកអញ្ចឹងទៅខ្លាចវាយទៅវាឈឺខ្លួននេះស្អែកហ្នឹងហាត់អត់កើតណាហើយបន្ទាប់ពីវាយសាក់ហើយគឺខ្ញុំលេងសេចដុំតែសេចដុំក៏ខ្ញុំអត់ហ៊ានលេងខ្លាំងដែរអ្នកខ្ញុំលេងមកល្មមទេព្រោះអីយើងហាត់សម្រាប់វាយអញ្ចឹងទៅតែយើងលេងខ្លាំងពេកយើងខ្លាចពិបាកវាតឹងដៃតឹងជើងយើងពិបាកវាយអីចឹងណាហើយការហាត់ថ្ងៃទី1គឺមានតែប៉ុណ្្នឹងទេអ្នកគ្នានិយាយទៅអត់សូវហ៊ានលេងច្រើនទេព្រោះថ្ងៃទី1ហើយណាមួយខ្ញុំខានយូរពេកហើយបើសិនអ្នកគ្នាចង់តាមដានសកម្មភាពនៃការហាត់ពីថ្ងៃទី1រហូតដល់ថ្ងៃប្រកួតរបស់ខ្ញុំអាចចុច follow ម្នាក់មួយបាន